ខ្លះនៅខាងបរិយាសន្នភាពពីរហើយផ្លូវទៅខាងគេហៅថានៅលើផ្លូវ40ម៉ែត្រទៅខាងផ្លូវភ័យសក៏បានទៅខាងទូបង្រក៏បាននៅលើផ្លូវធំហ្នឹងពេលបងប្អូនមកហ្នឹងជិះទៅតាមផ្លូវធំហ្នឹងគឺមកដល់ហាងកំពតពីរហាងអាហារនិយាយទៅអាហារឆ្ងាញ់តែម្ដងមានកាទៀវបាយកាហ្វេជាមួយនឹងគេហៅថាទាខ្វៃមកខ្ញុំជាប្រចាំហើយ5 6ឆ្នាំហើយនិយាយរួមទៅឆ្ងាញ់តទៅរសជាតិដែលទទួលយកបានមកនាងខ្ញុំមក review នៅក្នុង page មារ៉ាតោះចង់ដឹងថារសជាតិយ៉ាងណាចូលទៅតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាអើយបងជំរាបសួរបងអូជំរាបសួរចាសុខសប្បាយអត់បងសុខហ្នឹងហើយនិយាយទៅសម្រាប់ page មារ៉ា Takeaway នៅពេលដែលខ្ញុំទៅញ៉ាំគ្រប់កន្លែងតតែកន្លែងណាឆ្ងាញ់មានអនាម័យបានដូចថាខ្ញុំធ្វើ review ប្លុកហើយអញ្ចឹងណាអញ្ចឹងខ្ញុំមកហាងដាលីនណាដាលីនកំពតហ្នឹងហើយអញ្ចឹងដល់ពេលខ្ញុំមកកន្លែងហាងបងខ្ញុំញ៉ាំទៅរសជាតិឆ្ងាញ់គ្រប់មុខអញ្ចឹងទៅអញ្ចឹងខ្ញុំគាត់ថាវាដល់ពេលមួយដែលខ្ញុំត្រូវមកធ្វើប្លុកនៅកន្លែងបងណាអញ្ចឹងខ្ញុំចង់ឲ្យបងជួយរៀបរាប់ពីអាហារបងមានអីខ្លះអញ្ចឹងណាពេលព្រឹកអញ្ចឹងយើងមានជាកាទៀវបាយបាទបាយជាខ្វៃមីគៀវខគូនំប៉័ងបាទបាយឆាមីឆាចាបងកាទៀវផាត់ត្រីបាទចាបងតែសម្រាប់ថ្ងៃគឺយើងមានចាបងបាទហូបកំងថ្ងៃហូបកំងបាទកំងចូលមុខដែរបាទចាបងគេញៀវចង់បានអីគឺយើងស្នៃឲ្យគាត់បាទចាហើយតបរៀបយើងលក់ជាស៊ុបប៉ែថែមទៀតអូស៊ុបប៉ែទៀតមួយឆ្នាំប៉ុន្មានបងស៊ុបប៉ែហ្នឹងមួយឆ្នាំតែ35000ឯងពេលស្រែសុបអូល្អណាស់បងហើយនិយាយទៅសម្រាប់លើភ្ញៀវគាត់តែងតែតាក់ទងបងដឹកឲ្យគាត់ឯងសេវាកម្មដឹកឲ្យដល់កន្លែងឯងជុំវិញ3 4គីឡូនេះជួយដឹកឲ្យគាត់ដែរចាបងចាអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាត្រូវការអាហារឆ្ងាញ់នៅកន្លែងដាលីងហ្នឹងគឺមានជាពិសេសគឺទាខ្វៃតែម្ដងឲ្យតែនាងខ្ញុំទៅតាមម្ដងម៉ូយនេះកំងទាខ្វៃខ្ចប់រហូតមកចាហៀងក៏គាត់ខ្ចប់ឲ្យមួយក៏គាត់ខ្ចប់ឲ្យហើយសម្រាប់អាហារគឺឆ្ងាញ់គ្រប់មុខហើយម្យ៉ាងទៀតពេលល្ងាចឡើងគឺមានស៊ុបប៉ែស៊ុបប៉ែនាងខ្ញុំនិយាយរួមទៅសម្រាប់ភេទនាងខ្ញុំបើខ្ញុំមិនទាន់ញ៉ាំគឺខ្ញុំអត់ហ៊ានប្រម៉ូទអត់ហ៊ាននិយាយសម្រាប់ស៊ុបប៉ែខ្ញុំអត់ទាន់ទេតែខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងសាកស៊ុបប៉ែមួយទៀតធូរថ្លៃទេហ្នឹងហើយយើងលក់តាដូចថាគ្រួសារមកញ៉ាំហ្នឹងគឺថ្លៃហើយជាពិសេសបងម្ចាស់ហាងគឺគាត់រៀបរាក់តែអាហារគាត់មានគុណភាពអនាម័យអញ្ចឹងកុំភ្លេចជាមួយនឹងហាងដាលីនដែលមានទីតាំងនៅផ្លូវបរិយសន្តិភាព2បាទចិត្តបរិយមង្គលភ្នំពេញចាបងឬក៏បរិយភ្នំជ័យជួលបរោលេខទូរស័ព្ទបងលេខទូរស័ព្ទបាទ010គុត485 63ដើម097 2600បាទអរគុណបងប្អូនទាំងអស់គ្នាបើសិនជាពេញចិត្តនៅក្នុងเพจមារ៉ាកុំភ្លេច follow នៅក្នុងเพจមារ៉ាហើយម្យ៉ាងទៀតបើសិនជាចង់កំងនៅម្ហូបដែលដាលីងវ៉ាមានអីថាលក់អីគេខ្លះពីព្រឹកពេលថ្ងៃអាហារកំងហើយជាមួយនឹងស៊ុបប៉ែអាចតាក់ទងមកកាន់បងប្រុសបានបាយបាយ